កិច្ចការផ្ទះភាសាខ្មែរថ្នាក់ទី2មេរៀនទី81បនភ្ជុំបិណ្ឌអំណានមួយចុះគូសញ្ញាគ្រាក្នុងប្រអប់ពាក្យផ្ទុយឲ្យបានត្រឹមត្រូវ2ចុះគូផ្គងពាក្យឲ្យត្រូវនឹងន័យរបស់ពាក្យ3ចុះគូវងពាក្យដែលមានន័យដូចគ្នានឹងពាក្យចែកឋាន4ចុះសរសេរពាក្យខុសឬត្រូវក្នុងប្រអប់ខាងមុខល្បះដែលត្រឹមត្រូវនិងអត្ថបទបនភ្ជុំបិណ្ឌ5ចុះតម្រូវពាក្យជាមួយនឹងរូបភាពខាងក្រោមដោយចុះលេខពាក្យនៅខាងក្នុងប្រអប់ឲ្យបានត្រឹមត្រូវសំណេរ6ចុះរកពាក្យន័យដូចនឹងពាក្យប្រគេនបន់7ចុះគូភ្ជាប់ព្យាង្គឲ្យបានជាពាក្យរួចសរសេរឲ្យបានត្រឹមត្រូវ8ចុះជ្រើសរើសពាក្យកន្សោមពាក្យទៅបំពេញចន្លោះក្នុងអត្ថបទឲ្យបានត្រឹមត្រូវ9ចុះរៀបពាក្យកន្សោមពាក្យឲ្យបានជាល្បះត្រឹមត្រូវ10តើកូនធ្វើអ្វីខ្លះនៅថ្ងៃបុណ្យភ្ជុំបិណ្ឌចូលរៀបរាប់ដោយប្រើពាក្យខាងក្រោម